រឿងពាក្យសុភាសិតតម្លៃ30តម្លឹងកាលពីព្រេងនាយមានជនពីរនាក់ប្តីប្រពន្ធបុរសជាប្តីបានឃើញគេរៀនរបៀនពូកែចង់រៀនណាស់យកប្រាក់30តម្លឹងលាប្រពន្ធដើរទៅរៀនដើរពីស្រុកមួយដល់ខេត្តមួយឮគេថាត្រង់ណាមានអ្នកចេះរបៀនអាគមគាថាពូកែក៏ទៅរកត្រង់នោះដល់ទៅជួបគ្រូណាពូកែគេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចក៏ចេះតែមិនចូលចិត្តលុះដើរឆ្ងាយទៅក៏បានជួបនឹងតាចាស់ម្នាក់តាចាស់សួរថាអ្នកឯងទៅណាដើរមកតែម្នាក់ឯងស្វះស្វែងរកអ្វីបុរសនោះឆ្លើយថាអោតាអើយខ្ញុំមកនេះដបិតឮគេថានៅទីនេះមានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមកក្រែងតាចេះដឹងប្រដៅចៅផងតាចាស់ឆ្លើយថាតាមានរបៀន3បុត្រតម្លៃ30តម្លឹងបើអ្នកឯងកាន់ជាប់អ្នកឯងមិនច្បួតទេគង់បានដូចចិត្តបើមានកិច្ចដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះពូកែណាស់បុរសនោះថាតាសូត្រឲ្យខ្ញុំស្ដាប់មើលបើជួយចិត្តខ្ញុំយកតានោះសូត្រឲ្យស្ដាប់ថារពើដៃផ្ទៃឆ្អែតដេកយប់កុំនិយាយនឹងស្រីឃ្លានកុំអាវស៊ីបុរសនោះស្ដាប់បានចូលចិត្តក៏ប្រគល់ប្រាក់30តម្លឹងឲ្យតានោះហើយទន្ទិញរបៀនទាំង3បទនោះចាំស្ទាត់រត់មាត់ឯតាចាស់ប្រាប់ថាបើចៅកាន់របៀនទាំង3ម៉ាត់នេះតាឲ្យទៅទេមិនយកតម្លៃទេហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញបុរសនោះលាតាចាស់នោះវិលមកស្រុកវិញមាត់បុរសនោះចេះតែទន្ទិញរបៀន3បទនោះចប់តែផ្លូវមកពុំមានភ្លេចលុះដើរឆ្ងាយបន្តិចមកជួបនឹងសំពៅឈ្មួញមួយបុរសនោះក៏សួរសុំដោយសារសំពៅមកស្រុកដង្ខៅសំពៅក៏ឲ្យដោយសារបុរសនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណាក៏ចេះតែទន្ទិញពាក្យរបៀន3បទនោះហើយចេះតែជួយលៀងជួយថែទាំជួយជួសជុលសំពៅដូចជារបស់ខ្លួននាយសំពៅនឹកក្នុងចិត្តថាអ្នកនេះតាំងតែពីចុះមកដោយសារសំពៅអញកាលណាគាត់ចេះតែធ្វើការដូចជារបស់គាត់នឹកហើយក៏ស្រឡាញ់បុរសនោះឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមកឯបុរសនោះពុំខ្ជិលសោះចេះតែខំធ្វើការក្នុងសំពៅដូចជាកូនឈ្នួលឯទេទៀតនាយសំពៅនឹកតែក្នុងចិត្តថាបើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនោះរកស៊ីតទៅលុះបើកសំពៅមកដល់កណ្ដាលស្រុកមួយបានឃើញវិហារមួយគេរៀបអណ្ដាប់ពោពាសសុទ្ធតែចំណីស្រាបាយទុកឲ្យយៈវាស៊ីឯញាក់សំពៅកាលដល់វិហារនោះក៏ចតសំពៅឡាងលេងឃើញចំណីទាំងនោះពុំមានមនុស្សក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នាខានតែបុរសម្នាក់នោះមាត់គាត់ចេះតែទន្ទិញថារពើដៃផ្ទៃឆ្អែតដេកយប់កុំនិយាយនឹងស្រីឃ្លានកុំអាស៊ីដោយគិតថាចំណីទាំងអស់នេះមានស៊ីគង់តែមានភ័យពុំខានគិតដូច្នោះហើយពុំហ៊ានស៊ីឡើងទៅពួនលឿធ្នឹមវិហារដោយស្ងៀមស្ងាត់លប់មើលលុះដល់ថ្ងៃត្រង់យ៉ាក់មកដល់ហើយវាខឹងណាស់ថានរណាក៏ហ៊ានមកស៊ីចំណីអស់នេះគេរៀបទុកឲ្យអញស៊ីឥឡូវវាស៊ីអស់ហើយវាដេកនៅទីនោះយ៉ាក់ថាហើយក៏បោះដំបងទៅវាយមនុស្សដែលដេកនោះស្លាប់ទាំងអស់ទៅឯដំបងក៏វិលមកខាងយ៉ាក់វិញហើយយ៉ាក់ក៏កាច់កមនុស្សទាំងអស់នោះស៊ីទៅរួចក្រឡេកមើលក្រលើមបុរសឃើញយ៉ាក់ភ័យណាស់មាត់ចេះតែទន្ទិញរបៀន3បទហើយគិតថាបើអញស្រែកក្រែងយ៉ាក់វាលឺវាឃើញអញហើយវានឹងស៊ីអញទៀតគិតហើយក៏លោតពីលើធ្នឹមស្រែកវ៉ាស្លាងយ៉ាក់ភ័យណាស់ក៏រត់ចោលដំបងទៅបាត់ទៅបុរសនោះបានដំបងវាយឯងហើយក៏ដើរត្រឡប់មកស្រុកចោលសំពៅនៅកំពង់វិហារនោះឯងលុះដើរមកដល់ផ្ទះក្នុងវេលាយប់បុរសនោះយកដំបងទៅលាក់ក្រោមជណ្ដើរយកថ្មសង្កត់លើហើយឡើងទៅដេកលើផ្ទះប្រពន្ធសួរប្រាប់ប្រពន្ធថាចាំព្រឹកសឹមនិយាយក្រោយពេលប្តីទៅប្រពន្ធនៅផ្ទះវាមានសហាយវេលាយប់ដែលប្តីមកដល់ផ្ទះសហាយនោះវាមកស្ដាប់នៅក្រោមផ្ទះវាចង់ដឹងរឿងឆាប់ឲ្យមេស្រីសហាយវាសួរថាដំណើរដូចម្ដេចក៏ចាំព្រឹកបាននិយាយប្រពន្ធចេះតែអបអង្អែលទ្រាំពុំបានប្តីក៏និយាយប្រាប់ថាអញនិយាយនឹងឯងនេះខុសគ្រូហើយល្បិតគ្រូផ្ដាំថាដេកយប់កុំនិយាយនឹងស្រីឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូប្រពន្ធសួរថាអ្នកទៅបានរបស់អ្វីមកខ្លះប្តីថា
បានតែរបៀន3បត់ហើយត្រឡប់មកវិញដល់ពាក្យកណ្ដាលផ្លូវបានដំបងវាយឯងប្រពន្ធសួរថាដំបងនោះទុកនៅឯណាឥឡូវនេះខ្ញុំចង់ឃើញប្តីថាអញទុកក្រោមចន្ទាយកថ្មគ្របថាហើយក៏ដេកលក់ទៅសហាយលុបស្ដាប់ឮហើយក៏ទៅក្រោមចន្ទារើយកដំបងនោះទៅបាត់ទៅលុះព្រឹកប្រហាមស្រាងឡើងបុរសនោះរលឹកពីដេកចុះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថាអញប្រាប់ឯងមិនជឿអញថាខុសគ្រូហើយឯងចេះតែលួងអញទាល់តែអញប្រាប់ឥឡូវនេះមនុស្សវាលឺវាលួចយកដំបងបាក់ហើយប្រពន្ធលឺហើយដឹងថាសហាយលួចក៏មិនស្ដីដណ្ដាំបាយឲ្យបុរសស៊ីរួចហើយបុរសនោះក៏យកខ្សែចងដុំថ្មដែលគ្របលឺដុំថ្មនោះនាំទៅប្តឹងមេស្រុកឲ្យជំនុំជម្រះរកចោលឲ្យមេស្រុកបោជំនុំជម្រះដោយម្ដេចពីព្រោះថ្មពុំស្ដីគេជេរថាអាកំព្រើលតាំងពីដូនតាមកនរណាដែលឃើញដំបងវាឯងគេគំរាមហើយគេដេញចេញទៅបុរសនោះចេះតែអូសថ្មទៅប្តឹងតាំងតែពីស្រុកទៅដល់លោកយមរាជអ្នករាជការគ្រប់ក្រសួងគេចេះតែដេញចេញគេថាមនុស្សឈួតគេមិនឲ្យចូលបុរសនោះអូសថ្មទៅថ្វាយស្ដេចទ្រង់សួរសពគ្រប់ហើយទ្រង់ប្រាប់អស់ញាមើលថាមែនបានគេថាមានប្រឡាយបានទឹកហូរមានសម្រាមបានឆ្កែជក់អស់ញាមើលគុំថាវាឈួតសេចក្តីនេះមែនហើយបានជាវាហ៊ានថាស្ដេចមានព្រះបន្ទូលប្រាប់បុរសថាណោយវិលទៅផ្ទះចុះកាលណាអញឲ្យគេឲ្យទៅហៅចាំមកបុរសនោះទូលថាព្រះករុណាថ្លៃវិសេសហើយក្រាបថ្វាយបង្គំលាទៅផ្ទះវិញក្រោយពេលបុរសនោះទៅស្ដេចទ្រង់ព្រះរាជបញ្ជាឲ្យប្រាប់បណ្ដាប្រជារាស្ត្រថាត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរាំ3ថ្ងៃ3យប់ឲ្យបណ្ដារាស្ត្រមើលតាមចិត្តពុំមានខាត់ខាំងឡើយហើយទ្រង់រៀបលេងល្ខោនកាលនោះអស់រាស្ត្រសឹងតែចូលទៅមើលគ្រប់គ្នាស្ដេចទ្រង់យាងចូលទៅក្នុងព្រះរាជដំណាក់ជ្រើសរើសប្រេងក្រអូបយ៉ាងចម្លែកមួយដបដែលសម្រាប់តែស្ដេចអស់រាស្ត្រនាមឿនពុំដែលមានទ្រង់ប្រើអាមាត្យម្នាក់យកទៅឲ្យបុរសនោះហើយប្រាប់ថាស្ដេចទ្រង់ព្រះរាជទានឲ្យអ្នកឯងនិងប្រពន្ធអ្នកឯងលាបប៉ុន្តែឲ្យអ្នកឯងនៅផ្ទះកុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅបានហើយអាមាត្យញាក់យកទៅឲ្យប្រាប់សពគ្រប់វិលទៅក្រាបថ្វាយបង្គំទូលស្ដេចវិញបុរសនោះបានប្រេងក៏ហៅប្រពន្ធមកហុចប្រេងទៅឲ្យប្រាប់ថាព្រះករុណាជាម្ចាស់ជីវិតទ្រង់ព្រះរាជទានប្រេងនេះមកព្រោះទ្រង់អាណិតស្រឡាញ់ឲ្យយើងលាបទៅមើលល្ខោននឹងគេតែឥឡូវនេះអញឈឺក្បាលឯងយកទៅលាបហើយទៅមើលល្ខោននឹងគេចោះឯប្រពន្ធឮប្តីបើកឲ្យទៅហើយឲ្យទាំងប្រេងទៅលាបផងដូច្នេះអពុនពេកដោយពុំបានដឹងកលជាគេនឹងចាប់ក៏យកប្រេងទៅឲ្យសហាយលាបផងហើយបណ្ដើរគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នាលុះបន្តិចទៅស្ដេចទ្រង់ធំក្លិនក្រអូបប្រេងនោះទ្រង់ខ្សឹបប្រាប់នាមឿនម្នាក់ថាចូលអ្នកទៅហិតក្លិនប្រេងក្រអូបយ៉ាងនោះប៉ុន្មានអ្នកចូលអ្នកនាំយកមកឲ្យអញជាឆាប់នាមឿននោះក្រាបថ្វាយបង្គំហើយទៅហិតមនុស្សឯទៀតមិនធំសោះតែប្រុសម្នាក់ស្រីម្នាក់ដែលឈរទន្ទឹមគ្នាលាបប្រេងក្រអូបទាំងពីរនាក់នេះក៏នាំទាំងប្រុសទាំងស្រីយកទៅថ្វាយស្ដេចឲ្យលេងរំទៅហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រីមកដល់ហើយទ្រង់សួរថានេះជាប្រពន្ធចៅឯងមែនឬបុរសនោះក្រាបថ្វាយបង្គំទូលថាមែនទ្រង់មានព្រះបន្ទូលសួរទេប្រុសជាសហាយនោះថាឯងបានទៅលួចដំបងចៅឯងមែនឬសហាយនោះក្រាបថ្វាយបង្គំទូលថាលួចមែនទ្រង់ឲ្យទៅយកដំបងនោះមកឲ្យយកសហាយទាំងប្រុសទាំងស្រីនោះទៅដាក់ច្រវាត់ហួរទោសបុរសជាម្ចាស់ដំបងថ្វាយដំបងបង្គំសុំទោសហើយក៏ប្រគល់ទាំងផ្ទះសម្បែងទាំងប្រពន្ធទៅសហាយនោះទាំងអស់ដោយពុំមានខឹងអីឡើយបុរសសហាយនោះអរណាស់សំពះសូមទោសរួចវិលទៅវិញទៅឯបុរសម្ចាស់ដំបងថ្វាយដំបងទៅស្ដេចហើយក្រាបលាទៅទៀតស្ដេចខ្វាត់ក៏ពុំព្រមទ្រង់មានព្រះបន្ទូលថាដំបងឯងនេះថ្លៃណាស់ទ្រង់ព្រះរាជអនុញ្ញាត3ឃ្លាំងមាសប្រាក់ឲ្យបុរសនោះយកតាមចិត្តបុរសនោះរើសអស់ទាំងឃ្លាំងមាសប្រាក់
អំបាលនោះទៅឃើញកំបិតបន្ទាស់មួយចាស់នៅក្រោមឃ្លាំងក៏យកកំបិតនោះនិងប្រាក់បន្តិចបន្តួចគ្រាន់តែចាយតាមផ្លូវហើយចូលទៅក្រាបថ្វាយបង្គំលាស្ដេចដើរចេញទៅទៀតស្ដេចពុំមានព្រះបន្ទូលអីទេតែអស់នាមឿនគេថ្មាស់ទីទាលបុរសនោះថាជាមនុស្សឆោតមានប្រាក់មិនយកទៅយកកំបិតច្រេះស៊ីបុរសនោះដើរចេញពីនគរនោះបានទៅនគរមួយដទៃទៀតជួនជាថ្ងៃមួយនោះទ្រង់មានព្រះបន្ទូលបង្គាប់សេដ្ឋីម្នាក់ថាព្រឹកស្អែកទ្រង់ទៅក្រាលសាលព្រៃឲ្យមហាសេដ្ឋីធ្វើរទេះមួយយ៉ាងល្អឲ្យឆ្លាក់ក្បាច់លាបលុនឲ្យហើយឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះបែរធ្វើពុំទាន់នឹងយកទោសកាត់ទោសស្លាប់ខ្លួនរីឯមហាសេដ្ឋីនោះធ្វើពុំទាន់ហើយពុំធ្វើរទេះបែរជាទៅធ្វើឯកដាមួយឈួរទៅវិញថ្ងៃនោះជួនជាបុរសនោះដើរទៅឃើញមហាសេដ្ឋីកំពុងតែធ្វើបុណ្យហើយក៏សួរថាចុះលោកមានការអ្វីបានជាធ្វើបុណ្យមានកដាមួយឈួរផងដូច្នេះគេប្រាប់ថាស្ដេចឲ្យធ្វើរទេះមួយយ៉ាងល្អឲ្យទាន់ពេលព្រឹកស្អែកនេះស្ដេចនឹងទៅក្រាលសាលព្រៃបើធ្វើពុំទាន់ស្ដេចនឹងយកទោសឥឡូវនេះមហាសេដ្ឋីធ្វើពុំទាន់ដឹងខ្លួនថាស្លាប់បានជាធ្វើមួយឈួរធ្វើបុណ្យវិញបុរសនោះឆ្លើយថាក្រអ្វីប៉ុណ្ណឹងឲ្យតែបាយខ្ញុំស៊ីខ្ញុំនឹងធ្វើឲ្យទាន់ព្រឹកនេះមហាសេដ្ឋីបានឮដូច្នេះអរណាស់ហើយក៏រៀបបាយទឹកឲ្យឆ្អែតស៊ីរួចប្រគល់ឈើឲ្យធ្វើរទេះបុរសនេះក៏ធ្វើតែនឹងកំបិតមួយដែលយកក្រោមបាតឃ្លាំងនោះបានរួចស្រេចក្នុងយប់នោះហើយលាបលុនយ៉ាងល្អព្រឹកឡើងក៏អួតទៅថ្វាយស្ដេចទ្រង់តត់ឃើញទ្រង់ឲ្យរៀបប្រដាប់ប្រដាទៅក្រាលសាលព្រៃឯមហាសេដ្ឋីលុះរួចពីស្លាប់ហើយក៏នឹកក្នុងចិត្តថាអ្នកនេះមានគុណធម៌ណាស់ឥឡូវនេះនឹងរកអ្វីឲ្យសងឲ្យស្មើគ្មានតែកូនក្រមុំមួយល្មមឲ្យមានប្តីដូច្នេះមានតែអញការឲ្យអ្នកនោះគិតហើយក៏ហៅមកការឲ្យទៅលុះការហើយក្នុងយប់នោះពេលផ្សំដំណេកបុរសនោះគិតលបងចិត្តប្រពន្ធហើយធ្វើជាផឹកស្រាស្រវឹងដេកទៅយប់យូរបន្តិចទៅក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់ទៅឡើយកូនសេដ្ឋីឃើញក្អួតប្រឡាក់ខ្លួនដូច្នេះក៏ស្រែកឡើងក្នុងយប់នោះថាអូលោកឪពុករកប្តីឲ្យខ្ញុំជាមនុស្សប្រមឹកក្អួតប្រឡាក់ខ្ញុំអស់ហើយខ្ញុំទ្រាំមិនបានទេមហាសេដ្ឋីឮកូនស្រែកដូច្នេះក៏ខ្វាត់ទៅថាកូនដេកទៅកុំនិយាយល្បិតប្តីកំពុងស្រវឹងហើយគេមានគុណផងហ្នឹងខ្វាត់ដូចម្ដេចក៏មិនស្ដាប់ថាឲ្យទៅឆ្កែឆ្មាទ្រាំបានឯមនុស្សប្រមឹកខ្ញុំទ្រាំមិនបានទេលុះព្រឹកឡើងបុរសនោះរលឹកពីដេកក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញប្រាប់ថាមិនព្រមយកទេហើយថាមិនបានប៉ះដៃជើងឡើយមហាសេដ្ឋីខ្វាត់សុំទោសឲ្យកូនក៏បុរសនោះពុំព្រមយកហើយលាមហាសេដ្ឋីយកតែកំបិតដើរទៅទៀតស្ដេចយាងមកពីព្រៃទ្រង់ឲ្យរកជាងដែលធ្វើរទេះនោះពុំឃើញទ្រង់ស្ដាយណាស់ទ្រង់ឲ្យអស់នាមឿនចាត់សម្បុត្ររកគ្រប់ខេត្តក៏ពុំឃើញហើយទ្រង់នៅស្ងៀមទៅឯបុរសនោះលាសេដ្ឋីដើរទៅឆ្ងាយក៏បានទៅដល់នគរមួយដទៃទៀតស្ដេចនគរនោះទ្រង់ឲ្យនាមឿនម្នាក់ទៅដេកវេនចាំយាមនៅចុងព្រះរាជរោងរាល់យប់ស្ដេចទ្រង់ចេញកាប់តែរាល់យប់ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់មកនោះស្លាប់អស់នាមឿនទីច្រើនថ្ងៃបុរសនោះទៅដល់ជួនត្រូវលើវេនចៅហ្វាទៅដេកថ្វាយស្ដេចគប់ចៅហ្វានោះក៏ធ្វើបុណ្យទានថ្ងៃនោះបុរសនោះទៅដល់សួរគេថាលោកមានការអ្វីបានជាធ្វើបុណ្យទានហើយម្ដេចក៏កូនប្រពន្ធយំរាល់គ្នាដូច្នេះគេប្រាប់ថាលោកត្រូវទៅដេកវេនថ្វាយស្ដេចកាប់ល្ងាចនេះបានជាលោកធ្វើបុណ្យមុនស្លាប់បុរសនោះថាឲ្យតែបាយខ្ញុំស៊ីចុះខ្ញុំទៅដេកថ្វាយស្ដេចជួគេឮដូច្នេះក៏ទៅជម្រាបចៅហ្វាឲ្យហើយបុរសនោះទៅឲ្យរៀបបាយទឹកស៊ីហើយសួរថាបើអ្នកទៅដេកវេនថ្វាយស្ដេចជួខ្ញុំនឹងធ្វើបុណ្យឲ្យអ្នកបុរសនោះក៏ទទួលដេកជួហើយសុំគ្រឿងប្រដាប់ចៅហ្វាពាក់នោះយកមកពាក់ហើយក៏លីកំបិតបន្ទាស់ជួលទៅដេកចុងព្រះរាជរោងបុរសនោះពុំដេកឡើយចាំស្ដេចចេញមកកាប់ទៅដល់ចុងព្រះរាជរោងបុរសនោះពុំដេកឡើយចាំស្ដេចចេញមកកាប់ពេលយប់ជ្រៅស្ងាត់ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័នយាងចូលមកនឹងកាប់បុរសនោះឃើញស្ដេចយាងមកជិតក៏ស្ទុះចូលទៅចាប់ស្ដេចជាប់ហើយក៏ចាក់នឹងកំបិតបន្ទោះពងខូប2-3ដងហើយសួរថា
នរណាចូលមកទាំងយប់ស្ដេចទ្រង់ឲ្យអញមានចាំយាមខឿងយប់នេះថាហើយក៏ចាក់ពង្ខុសទៀតស្ដេចទ្រង់មានព្រះបន្ទូលថាទេអញទេនរណាអញទេអញជាស្ដេចអីមកពេលនេះអញមិនដឹងទេត្បិតស្ដេចទ្រង់ឲ្យអញចាំព្រះរាជរោងក្នុងយប់នេះសួរដេញដោលដូច្នេះហើយបុរសនោះក៏លុតជង្គង់ថ្វាយបង្គំស្ដេចសូមទោសស្ដេចត្រាស់សួរថាចៅនៅឯណាបុរសនោះថាខ្ញុំនៅផ្ទះចៅហ្វាស្ដេចទ្រង់ជ្រាបទ្រង់ញញឹមហើយទ្រង់ចូលទៅក្នុងវិញលុះព្រឹកឡើងបុរសនោះលីកំបិតចេញពីក្នុងវាំងមកផ្ទះចៅហ្វាអ្នកថងឃើញឆ្ងល់ថាបុរសនោះទៅដេកវេនថ្វាយស្ដេចកាប់មិនដេចក៏មិនស្លាប់ត្រឡប់ជាមកវិញចៅហ្វាសួរបុរសនោះជម្រាបតាមដំណើរសពគ្រប់ហើយជម្រាបថែមទៀតថាស្ដេចសពថ្ងៃនេះមិនមែនជាកាតទេត្បិតទ្រង់ពិសោធន៍រកមនុស្សចេះដឹងក្នុងនគរដើម្បីរក្សាស្ដេចបានជាទ្រង់ចាត់មនុស្សឲ្យយាមទៅយាមចេះតែដេកលក់តើបស្ដេចទ្រង់កាប់ចុះបើស្ត្រីវិជយទៅលុកលួយស្ដេចហើយយើងដេកលក់នោះតើនឹងជាយ៉ាងណាទៅបុរសនោះនិយាយរឿងប្រាប់សពគ្រប់តើភ្ញាក់ខ្លួនរាល់គ្នាចៅហ្វានោះមានកូនក្រមុំម្នាក់ក៏ឲ្យជាប្រពន្ធបុរសនោះដោយគិតថាបុរសនោះមានគុណធ្ងន់ណាស់លុះព្រឹកឡើងស្ដេចទ្រង់ឲ្យហៅបុរសនោះមកទ្រង់ឲ្យធ្វើជានាម៉ឺនធំរក្សាព្រះនគរបន្ទាប់ពីព្រះអង្គវេលាស្ដេចទ្រង់ព្រះជរាទៅទ្រង់ពុំមានព្រះរាជបុត្រនិងសោយរាជស្នងមានតែព្រះរាជធីតាមួយអង្គក៏ទ្រង់ព្រះរាជទានព្រះរាជធីតានិងរាជសម្បត្តិឲ្យបុរសនោះសោយរាជជាស្ដេចទៅ